បើសិនជារាងកាយរបស់យើងកំពុងតែមានបញ្ហាឡើងជាតិអាស៊ីតខ្លាំងបងប្អូនត្រូវដឹងរបស់ទាំង3នេះគួរជៀសវាងនៅក្នុងការញ៉ាំព្រោះតែកាលណាជាតិអាស៊ីតនៅក្នុងរាងកាយយើងបងប្អូនទុកឲ្យយូរវាបង្កឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាឈឺសន្លាក់មានបញ្ហាប៉ោកតាមសន្លាក់ដូចខ្នែងឫស្សីអញ្ចឹងបងប្អូននឹងឃើញដែរសង្កេតឃើញអ្នកដែលមានបញ្ហាឡើងជាតិអាស៊ីតខ្លាំងអត់អញ្ចឹងតើតើជាមួយនឹងវីដេអូមួយនេះបងប្អូននឹងមកដឹងពីរបស់ទាំង3ដែលបងប្អូនគួរតមនៅក្នុងការញ៉ាំបើសិនជាបងប្អូនកំពុងតែមានបញ្ហាតើនឹងការឡើងអាស៊ីតរបស់ទី1ដែលបងប្អូនគួរតែតមគឺតកតងជាមួយនឹងគ្រឿងសមុទ្រព្រោះរាងកាយបងប្អូនកំពុងតែមានបញ្ហាឡើងជាតិអាស៊ីតខ្លាំងបន្ទាប់ពីការញ៉ាំគ្រឿងសមុទ្រចូលទៅវាធ្វើឲ្យបញ្ហាអាស៊ីតបងប្អូនគឺកាន់តែធ្ងន់ធ្ងរឡើងរបស់ទី2ដែលបងប្អូនគួរតមដូចគ្នាតកតងនឹងគ្រឿងក្នុងសត្វគ្រប់ប្រភេទមិនថាជាប្រភេទគ្រឿងក្នុងមាន់ទាជ្រូកឬក៏គោទេព្រោះតែកាលណាបងប្អូនញ៉ាំរបស់ទាំងអស់នឹងចូលទៅអាការៈនៃការដែលបងប្អូនឡើងជាតិអាស៊ីតក៏វាបណ្ដាលឲ្យយើងជំរុញនៃការឡើងអាស៊ីតកាន់តែធ្ងន់ធ្ងរដូចគ្នាក្នុងកំឡុងពេលដែលរាងកាយរបស់មនុស្សយើងកំពុងតែមានបញ្ហាប្រឈមជាមួយនឹងការឡើងជាតិអាស៊ីតខ្លាំងហ្នឹងរបស់ទី3ដែលបងប្អូនគួរតមចុងក្រោយតើតើនឹងការញ៉ាំស្រាបងប្អូនសង្កេតឃើញអ្នកដែលគាត់មានបញ្ហាប្រឈមជាមួយនឹងការឡើងជាតិអាស៊ីតក្រោយពីការញ៉ាំស្រារយៈពេល1ថ្ងៃ2ថ្ងៃក្រោយអាការៈនៃការឡើងជាតិអាស៊ីតគាត់កាន់តែមានបញ្ហាធ្ងន់ធ្ងរឡើងដូច្នេះហើយបងប្អូនគួរតែជៀសវាងរបស់ទាំង3នេះបើសិនជារាងកាយរបស់បងប្អូនអរគ្នានឹងកំពុងតែមានបញ្ហាប្រឈមជាមួយនឹងការឡើងជាតិអាស៊ីតខ្លាំងហើយបងប្អូនកុំភ្លេចជួយ share ចែករំលែកវីដេអូនឹងម្នាក់មួយផងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងតែមានបញ្ហាឡើងជាតិអាស៊ីតហ្នឹងគាត់បានដឹងព័ត៌មាននឹងគ្រប់គ្នាពិសេសសម្រាប់បងប្អូនដែលគាត់កំពុងតែមើលវីដេអូហ្នឹងឡើងជាតិអាស៊ីតឬក៏គាត់កំពុងតែមានបញ្ហាហ្នឹងអាចចូល comment នៅក្នុងវីដេអូហ្នឹងម្នាក់មួយបានដើម្បីរកដំណោះស្រាយ